ចាបងប្អូនខ្ញុំក៏មានលក់ជក់ដែរណាជក់ហ្នឹងអាចដាក់តាមកាបូបតាមអីបានអញ្ចឹងណាពេលយើងធ្វើដំណើរទៅឆ្ងាយអញ្ចឹងទៅយើងខ្ជិលយកគ្រឿងប្រដាប់ប្រដាអីទៅច្រើនហើយរបៀបប្រើប្រាស់ហ្នឹងគឺខ្ញុំដាក់បង់លេខ1រហូតដល់លេខ8អញ្ចឹងលេខ1ហ្នឹងគឺគេសម្រាប់យើងផាត់foundation ហ្នឹងគឺលក្ខណៈថាម្សៅស្អិតអញ្ចឹងណាហើយលេខ2ហ្នឹងគឺយើងសម្រាប់ផាត់ម្សៅហុយហើយលេខ3ហ្នឹងគឺយើងសម្រាប់គូត្រេងចើម ហើយលេខ4ហ្នឹងសម្រាប់យើងគូផាត់ភ្នែកលើភ្នែកអាទូចអញ្ចឹងណាហើយលេខ5គឺយើងសម្រាប់ជក់ផាត់បបោមាត់ហើយលេខ6គឺយើងសម្រាប់ផាត់ភ្នែកតែរៀងខ្នាតធំដើម្បីឲ្យពណ៌ភ្នែកហ្នឹងវាបែកពណ៌ស្អាតអញ្ចឹងណាហើយលេខ7ហ្នឹងក៏ផាត់ភ្នែកដែរហើយលេខ8ហ្នឹងគឺសម្រាប់យើងវាថាយើងផាត់កន្លែងណារៀងខ្លាំងលើសអញ្ចឹងទៅយើងយកម្សៅផ្សេងយកមកបិទបាំងម្សៅហុយមកបិទបាំងកន្លែងតិចតិចចំណុចទូទូអញ្ចឹងណាបងប្អូនចាបងប្អូនចង់បានអាចតាក់ទងមក Page ចតា Online Shop អរគុណបាយបាយ